បាទជម្រាបសួរដល់ពុកម៉ែបងប្អូនអរគ្នាបាទនៅថ្ងៃនេះខ្ញុំនឹងចែករំលែកពីបំពន់សញ្ញាស្ដេចអន្ត្រីនៅប្រភេទ GX 500បាទ GX 500នេះគឺជាប្រភេទជាបំពន់មួយដែលមានសមត្ថភាពក្នុងការបង្កើននៅទិន្នផលយើងប្រើប្រាស់នៅក្នុងដំណាក់កាលវគ្គបង្កើតផលបាទអញ្ចឹងGX 300ពុកម៉ែបងប្អូនបានស្គាល់និងបានយល់ដឹងពីមុនកន្លងមកហើយនៅពេលនេះគឺយើងសិក្សាអំពី GX 500បាទ GX 500នេះមានសារធាតុអាសូត3% ប្រេ6 កា12ហើយអ្វីដែលសំខាន់គឺ pH 1.2% ដែលជួយបន្ធូរនៅចរន្តដីដែលជា potential erosion មានន័យថាដីដែលពុកម៉ែបងប្អូនមួយរដូវទៅមួយរដូវមានការប្រែប្រួលពីសម្ពាធកំហាប់សារធាតុចិញ្ចឹមផ្សេងៗធម្មតាបើសិនជាពុកម៉ែបងប្អូនប្រើប្រាស់លើដំណាំស្រូវគឺត្រូវការ5ទៅ 6.5 បើសិនតែស្រូវយើងមកសម្ពាធដីនោះឃើញpHត្រឹមតែ5នោះគឺការពិបាកចាប់យកជីជាតិណាស់យ៉ាងការប្រើ500 GX 500នេះវាបន្ថែមនៅ 1.2% ដើម្បីមានការតំណែងដឹកជញ្ជូនសារធាតុចិញ្ចឹមឲ្យមានភាពងាយស្រួលជួយបន្សាបនៅសារធាតុជាតិជូរនិងភាពរិចរិលចំណែកម៉ាញ៉េស្យូមមិនមែនជាម៉ាញ៉េស្យូមធម្មតាទេ 4% នេះគឺមានម៉ាញ៉េស្យូមអុកស៊ីតនៅក្នុងម៉ាញ៉េស្យូមគឺដីសម្បូរដោយម៉ាញ៉េស្យូមស្រេចហើយជាអាហារបម្រុងអញ្ចឹងការដាក់បន្ថែមនៅម៉ាញ៉េស្យូមនេះគឺជាសេចក្តីត្រូវការប្រចាំថ្ងៃនោះមានន័យថាមានច្រើននៅក្នុងដីតែដីនៅតែត្រូវការព្រោះដំណាំត្រូវចាប់យកម៉ាញ៉េស្យូមហើយបើយើងមានម៉ាញ៉េស្យូមអុកស៊ីតទៅទៀតគឺវាជួយទៅដល់ដំណាំនោះមិនឲ្យហល់នៃសារធាតុចិញ្ចឹមណាមួយគឺសមតុល្យហើយមួយទៀតនោះគឺមានsulfur ដែលជា sponsor 4% ដូចគ្នាដែរដែលវាមានសមត្ថភាពក្នុងការទ្រទ្រង់ជំរុញនៃការលូតលាស់ក្លិនក្រអូបឈ្ងុយឆ្ងាញ់ហើយបន្ទាប់បន្សំទៀតគឺមានស័ង្កសីដែលវាជួយទៅដល់សម្រួលកោសិកាប្រព័ន្ធស្លឹកធន់នឹងបរិយាកាសពិសេសជំងឺហើយទុំដែងបង្កើននូវធម៌ពលមកកណេះគឺជំរុញក្នុងការចាប់យកធ្វើរស្វ័យសំយោគបុរណជួយចងផ្កាមានន័យថាជួយឲ្យការកាន់ក្តិតកាន់ផ្លែបង្កើតគ្រាប់ភាពពេញលេញបានល្អជាមួយនឹងប៉ូតាស្យូម 12% ហ្នឹងហើយដែកគឺជាសារធាតុមួយដែលជួយឲ្យភាពរឹងមាំអញ្ចឹងយើងមកមើលសារធាតុទាំងអស់នេះហើយលទ្ធផលដែលជាសម្រាយនោះគឺជួយឲ្យចេញផ្លែស្រុះគ្នាល្អព្រោះអី GX 500ប្រើនៅក្នុងវគ្គបង្កើតផលឆាប់ចេញផ្កានិងចេញផ្លែស្រូបយកធម៌ពលបានល្អដោយសារតែសារធាតុចិញ្ចឹមទាំងអស់ហ្នឹងការដាក់កេសរដោយបរណនិងប៉ូតាស្យូមការដាក់ទឹកដោះល្អដាក់ម្សៅដាក់គ្រាប់ពេញល្អថ្លាឆ្លប់ធំហើយធន់នឹងជំងឺទៀតផងរុក្ខជាតិចេញផ្លែមកភ្លឺថ្លាល្អដែលមានតម្លៃទីផ្សារងាយនឹងលក់បាទស្រូបជីពីដីមកបំពេញដើមបានយ៉ាងល្អដោយសារមានទម្រង់ pH ហើយជួយដំណាំការពារសន្សំប្រៃសន្សំស្អិតនិងគ្លៀនអាស៊ីតបានយ៉ាងល្អបាទនេះគឺជាអ្វីដែលពុកម៉ែបងប្អូនមានសេចក្តីត្រូវការដើម្បីយកទៅថែទាំនៅដំណាំចំពោះព័ត៌មានលម្អិតនិងការប្រើប្រាស់ឲ្យបានសមរម្យទៅតាមស្ថានដីនោះគឺពុកម៉ែបងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនិង Telegram ដែលមាននៅក្នុងវីដេអូនេះស្រាប់បាទអញ្ចឹងក្នុងមួយដបលីទឹក500លីត្រពុកម៉ែបងប្អូនអាចប្រើលើផ្ទៃដីបានច្រើនហត្តាបាទប៉ុន្តែអាចប្រែប្រួលគឺពុកម៉ែបងប្អូនប្រឹក្សាសិនទៅតើស្ថានដីពុកម៉ែបងប្អូនយ៉ាងដូចម្ដេចខ្ញុំនឹងណែនាំចង្អុលប្រាប់រាយរាប់ឲ្យចំគោលដៅដើម្បីបង្កើនប្រសិទ្ធភាពពិតប្រាកដអញ្ចឹង
អរគុណច្រើនជំរាបលា